Revso and Susday ទៅដល់អ្នកទាំងអស់គ្នាបាទហ្នឹងហើយខ្ញុំប្រុសស្មោះ Start video មើលសំឡេងខ្ញុំម្ដងទៀតហើយសូមស្វាគមន៍មកកាន់វីដេអូថ្មីដែលជាវីដេអូ Minecraft mode មិនមែនជា Minecraft top mode ទេគ្នាយើងហើយ mode ថ្ងៃនេះដូចជាអ្នកគ្នាបានឃើញនៅក្នុង thumbnail ក៏ដូចជាចំណងជើងហើយវាតាក់ទងទៅនឹងសត្វសេះដែលវាងាយស្រួលទៅដល់គ្នាយើងដែលជាអ្នក survival ចូលចិត្តលេង survival អីហ្នឹងអញ្ចឹងដើម្បីកុំឲ្យខាតពេលចំណាយពេលស្ដាប់ខ្ញុំសាំតបាយយូយើងចូលទៅតាមដានទស្សនាជាមួយនឹងការ review ទាំងអស់គ្នាសេះទី1គឺជាសេះដែលយើងអាចបំពាក់ទៅដោយ Elytra អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលជាមួយនឹងរូបរាងរបស់វាបានគឺ VVM មែនតើចូលមកដល់ការហោះរបស់យើងវិញគឺវាជំនួយវាជួយដល់យើងបានច្រើនមែនតើអ្នកគ្នាសម្រាប់គ្នាយើងដែលចូលចិត្តជាមួយនឹងការដើរ survival ឬក៏ការ adventure ជាដើមចូលមកកាន់សេះទី2ដែលអ្នកគ្នាត្រូវឃើញនោះគឺជាសេះដែលបំពាក់ជាមួយនឹង totem នេះគឺជារូបរាងរបស់វាអ្នកទាំងអស់គ្នាបានឃើញហើយសេះមួយនេះខ្ញុំអត់អាច review ជាមួយនឹងការជិះឲ្យបាននោះទេដោយសារតែខ្ញុំជឿតែអ្នកគ្នាប្រកាសជាស្គាល់និងបានដឹងច្បាស់ហើយជាមួយនឹងអត្ថប្រយោជន៍របស់ totem ថាវាយ៉ាងម៉េចយ៉ាងម៉ានោះសេះទី3គឺជាសេះដែលបំពាក់ជាមួយនឹង redstone ហើយអត្ថប្រយោជន៍របស់ redstone គឺជាលឿនដោយអ្នកគ្នាយើងបានដឹងហើយជាមួយនឹងរថភ្លើងហ្នឹងបើសិនជាយើងដាក់ជាមួយនឹង redstone ទៅវានឹងលឿនហើយអ្នកគ្នាអាចមើលជាមួយនឹងលឿនសេះមួយនេះបានគឺថាវាលឿនមែនតើអ្នកគ្នាវាមិនមែនលឿនអីខ្លាំងណាស់ទេប៉ុន្តែវាអាចទទួលយកបានសេះទី4គឺជាសេះដែលយើងអាចបំពាក់ជាមួយនឹង chest ឬក៏ hub ចូលបានហើយនេះគឺជារូបរាងរបស់វាអ្នកទាំងអស់គ្នាអាចមើលឃើញហើយចំពោះសេះមួយនេះគឺខ្ញុំអត់មានអី review ជូនអ្នកគ្នាជាមួយនឹងការជិះទេគឺ review ជាមួយនឹង inventory តែប៉ុណ្ណោះគ្នាយើងអញ្ចឹងគឺមានតែប៉ុណ្្នឹងទេចំពោះសេះមួយនេះសេះបន្ទាប់ខ្ញុំអត់ដឹងថាវាជាសេះទីប៉ុន្មាននោះទេដឹងថាវាគ្រាន់តែជាសេះមួយដែលពិសេសគ្រាន់បើព្រោះវាបំពាក់ជាមួយនឹងទឹកកកអ្នកគ្នាអាចមើលជាមួយនឹងការ review របស់ខ្ញុំបានថងនេះគឺវារៀង lag បន្តិចតែធ្វើឲ្យវាដើរទៅវាបាត់ទឹកកកអញ្ចឹងទៅគ្នាយើងហើយយ៉ាប់សេះមួយនេះគឺល្អមែនតើសម្រាប់គ្នាយើងទាំងអស់គ្នាខ្ញុំ recommend ហ្មងចូលមកកាន់សេះបន្ទាប់ដែលជាសេះចុងក្រោយខ្ញុំចាំឲ្យនេះគឺជាសេះទី6សេះមិញគឺជាសេះទី5អ្នកទាំងអស់គ្នានេះគឺជារូបរាងរបស់វាគឺថាវាមែនតើវាកែទៅលើជើងហើយដូចដែលអ្នកគ្នាបានដឹងហើយថា slam គឺវាជំនួយជួយឲ្យយើងលោតខ្ពស់ក៏ដូចជាធ្លាក់មកពីទីខ្ពស់គឺវានឹងមិនទទួលរងនៅ damage នោះទេគ្នាយើងបាទហ្នឹងហើយអ្នកគ្នាអញ្ចឹងចំពោះការ review នៃ mode មួយនេះគឺមានតែប៉ុណ្្នឹងទេហើយចង់ដឹងថាតើអ្នកគ្នាគិតយ៉ាងណាដែរចំពោះ mode មួយនេះហើយជាចុងក្រោយគឺខ្ញុំសូមអភ័យទោសដល់អ្នកគ្នាផងសម្រាប់ពេលខ្ញុំបាត់មុខរយៈពេលយូរមែនតើដូចជាប្រហែលជា4ទៅ5ខែអ្នកទាំងអស់គ្នាអញ្ចឹងគឺមានតែប៉ុណ្្នឹងនោះទេជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីបន្តទៀតជាមួយនឹងខ្ញុំ BSL